สุดท้ายเนี่ยต่างគ្នានាងខ្ញុំសេងគ្រីដាលីននាងខ្ញុំសំអានលៀងហេខ្ញុំបានអានចំណែនពួកយើងជាសិស្សថ្នាក់ទី10នៃវិទ្យាល័យហ៊ុនសែនកោះធំពួកយើងមកពីក្លឹបសិក្សាផានវិទ្យាហើយថ្ងៃនេះដែរពួកយើងមកសិក្សាអំពីបន្ទុកភ្នំភ្លើងពួកយើងសិក្សាពីវាដើម្បីដឹងពីដំណើរការនៃការបន្ទុករបស់ភ្នំភ្លើងដែលក្នុងនោះមានសម្ភារៈមានដូចជាបេខិនសូដាទឹកខ្មេះសម្បូរលាងចាននិងលក្ខបន្ទាប់ពីយើងរៀបរាប់អំពីសម្ភារៈរួចរាល់យើងចូលដល់ដំណើរការពិសោធន៍ម្ដងនេះគឺជាដំណាក់កាលនៃការពិសោធន៍ដំបូងយើងត្រូវដាក់ baking soda ពីសម្ភារចូលទៅក្នុងកែវបន្ទាប់មកយើងចាក់សាប៊ូលាងចានចូលដែលមានចម្លោះ20 មីលីលីត្របន្ទាប់មកទៀតយើងមានអ្នកបុករហូតរួចចាក់វាចូលទៅក្នុងកែវបន្ទាប់ពីនោះយើងប្រើឈើដើម្បីកូរវាឲ្យបានស្ទប់ល្អបន្ទាប់ពីកូររួចយើងចាក់វាទៅក្នុងភ្នំភ្លើងដោយប្រើស៊ីឡាំបន្ទាប់មកយើងត្រូវចាក់ទឹកខ្មេះចូលទៅក្នុងភ្នំភ្លើងអូខេនេះជាលទ្ធផលដែលយើងបានទទួលបានបន្ទាប់ពីការពិសោធន៍យើងសង្កេតឃើញថាសារធាតុទាំងអស់ដែលវាមានប្រតិកម្មជាមួយគ្នាដោយបង្កើតឲ្យមានការផលចេញមកដែលប្រៀបបានទៅនឹងកំអែភ្នំភ្លើងហើយប្រភេទភ្នំភ្លើងនេះគឺជាប្រភេទភ្នំភ្លើងបន្ទុះស្ងប់បើសិនជាយើងចង់បានបន្ទុះខ្លាំងយើងត្រូវប្រើបរិមាណទឹកខ្មេះច្រើនជាងមុនជាចុងក្រោយខ្ញុំសូមអរគុណដល់អ្នកទស្សនាដែលបានទស្សនាតាំងពីដើមរហូតដល់ចប់ហើយពួកយើងសង្ឃឹមថាបងប្អូនសិស្សានុសិស្សនឹងខិតខំសិក្សាស្វែងយល់អំពីផានវិទ្យាសូមអរគុណសូមអរគុណ